บอกเรียบสู้บ่បាទតាមណាខ្ញុំប្រកាសណាខ្ញុំសូមចាប់ផ្សាយបង្គំព្រះថេរាគ្រូថេរៈគ្រប់ព្រះអង្គដែលកំពុងគង់នៅក្នុងនិងក្រៅប្រទេសទីគ្រប់និងទីការៈសូមគោរពជនរួមជាតិទាំងអស់នៅក្នុងប្រទេសហើយនិងក្រៅប្រទេសទីគ្រប់និងទីមិត្តរីសូមគោរពជនទីថ្មីនៅក្នុងក្រៅប្រទេសទីរាប់អានហើយសូមជូនពរទៅដល់គណៈរដ្ឋមន្ត្រីប្រវត្តិធិបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលកំពុងតែសម្ពោធនៅសមិទ្ធផលរបស់គណៈបព្វជិជនដែលបានកសាងសមិទ្ធផលដ៏ថ្លៃថ្លាដែលមិនអាចមិនគឺថាគួរឲ្យកត់សម្គាល់នៅបញ្ហាពលានយន្តហោះរបស់សម្ដេចតេជោហើយនឹងសូមថ្លែងទទួលទៅដល់ប្រជាជនកម្ពុជាក៏ព្រមទាំងរាជរដ្ឋាភិបាលកំពុងហើយនឹងសម្ដេចបវរធិបតីសម្ដេចអគ្គមហាសេនាបតីជួនសែននិងគ្រួសារសម្ដេចផងណាសូមមានសុខភាពល្អដើម្បីបន្តការពារនៅអត្ថប្រយោជន៍ហើយនឹងរៀបចំទៅធ្វើការតទល់នៅចំពោះរឿងបញ្ហាកិច្ចព្រមព្រៀងពីបច្ចុប្បន្នទៅសន្តិភាពណារវាងដូណាល់ត្រាំហើយនឹងស៊ីជីនពីងនិងអាន់វ៉ាអ៊ីប្រាហ៊ីមជាមួយនឹងសម្ដេចតេជោធិបតីសូមឲ្យមានសុខភាពល្អអាយុយឺនយូរបន្តរក្សានៅដំបូលសន្តិភាពបន្តទៀតសូមអរគុណសូមអរគុណហើយសូមជូនពរដល់បងប្អូនទៀតគ្នាទាំងអស់ព្រមទាំងបងតូចឧត្តមសេនីយ៍យ៉ាមឿនសូមអរគុណទាំងអស់ប្រហែលថ្ងៃនេះដោយសារមានការធ្វើការវាយលុកចំពោះបញ្ចូល virus មកក្នុងកុំព្យូទ័រខ្ញុំទៅបានឲ្យ expert បាន clean up ថ្ងៃនេះវិញប៉ុន្តែយើងមានខាងសាខានៅឯ New Zealand ណាបើកាលណាមានការរអាក់រអួលហើយវាយលុកចំពោះកុំព្យូទ័ររបស់ខ្ញុំគឺមានអន្តរាគមន៍ពីសាខានៅ New Zealand បន្តដើម្បីបញ្ចប់នឹងកម្មវិធីដែលមានមុំអាសនីដែលជាវិទ្យានៅ New Zealand ហើយនឹងសាខានៅ New Zealand របស់មតិវិទ្យាមតិរបស់ខ្ញុំឬមតិយើងខ្ញុំឬមតិដើម្បីសន្តិភាពដូច្នេះថ្ងៃនេះណាយើងមានប្រធានបទគោរពដែលអញ្ជើញផងបងស្រីអតីតវីរយុទ្ធជនយ៉ាមឿនប្រធានបទនោះយើងលើកអំពីរឿងបញ្ហាការចោទប្រកាន់របស់គណៈបព្វប្រឆាំងដែលមានយ៉ាងទីជំនាញខ្លោងណាបានចោទទៅរាជរដ្ឋាភិបាលសុកកាត់ទឹកដីរបស់ខ្លួនទៅឲ្យចៅសៀមដើម្បីបដូរសន្តិភាពដូច្នេះវិធីការមតិខ្ញុំដើម្បីសន្តិភាពសូមគោរពអញ្ជើញបងអតីតវីរជនឧត្តមសេនីយ៍យ៉ាមឿនសូមមេត្តាគោរពអញ្ជើញមតិសូមអរគុណជាដំបូងសូមគោរពវេទិកាមតិរបស់ខ្ញុំដើម្បីសន្តិភាពហើយជាបន្តសូមគោរពបងសុរ៉េតនេះព្រមកម្មវិធីសម្រាប់កម្មវិធីលោកម៉ាស៊ីនីដែលនៅយូហ្សាឡែនហើយឈិបនៅអូសាត់បាទថ្ងៃនេះយើងដើម្បីឡើងមកវិភាសាបានន័យថាវិភាគលើចំណុចទីមួយដែលយើងក៏លើកថ្ងៃនេះហើយជាដំបូងសូមគោរពដល់ព្រះអតីតយុតិជនកងកម្លាំងរបស់យើងកំពុងជួយជើងនៅជួរមុខទាំងកងយុទ្ធពលមិនទាំងកងនគរបាលជាតិទាំងកងរាជអាវុធហត្ថដែលកំពុងជួយជើងការពារយ៉ាងរឹងមាំនៅតាមបន្ទាត់ព្រំដែនហើយសូមជូនពរបាទសូមជូនពរដល់អត់ច្បាស់សោះអត់លឺហីឡូលឺបងលឺមើលលឺខ្ញុំបាទជាស្អីតិចលឺដាច់សម្លេងស្ដាប់បានដាច់ជាមិនដាច់ប៉ុន្តែមករីយមកច្បាស់ហើយមើលនៅឆ្ងាយតិចហ្នឹងបាទច្បាស់នៅច្បាស់នៅច្បាស់មើលនៅនិយាយប៉ុណ្ណឹងបានច្បាស់បាទខ្ញុំប៉ុណ្ណឹងចាខ្ញុំនិយាយ3ទឹកណែខែនេះយើងប្រធានបទបានសួរថាតើពូដែងក្រុមសំរៀងស៊ីបានលើក
យុវធានបတ်ចោតស៊ូឬក៏មកបញ្ចេញមតិដល់បងប្អូនជនរួមជាតិទាំងក្នុងប្រទេសនិងក្រៅប្រទេសថាកម្ពុជាដោះដូរនឹងសន្តិភាពឲ្យដីដែលគេបានជួនៅហើយអានេះគេចោតប្រកាន់មកលើរដ្ឋាភិបាលអញ្ចឹងថាកម្ពុជាចង់បានសន្តិភាពធ្វើការដោះដូរនឹងដីឲ្យចោលសៀមនេះជាចំណុចដែលអ្នកដែលនៅក្រៅប្រទេសហើយជាអ្នករួមគំនិតជាមួយពួកសំរងស៊ីចៅក្បត់សំរងស៊ីគាត់បន្តធ្វើអញ្ចឹងហើយក៏ដែរហើស្រែកនៅជប៉ុនហ្នឹងគឺស្រែកអញ្ចឹងថាកម្ពុជាសម្ដេចបវរធិបតីបានកាត់ដីដូរនឹងសន្តិភាពអញ្ចឹងបានខ្ញុំនិយាយថាក្មួយស្រីអ្នកបញ្ចេញមតិបើក្មួយនៃចង់ប្រើភាសានេះដើម្បីមូលបង្កាច់ក្មួយហ៊ានស្បត់អត់ចោះទឹកលិចទូកដើរតាមព្រៃប្រវេចឹកអត់ថាពាក្យសម្ដីនេះដែលការរៀបចំឲ្យដោះដូរដោយសន្តិភាពនោះមួយទៅនិយាយការពិតទៅបានវាយើងវានៅឆ្ងាយគ្នាក៏ពិតមែនប៉ុន្តែអាចស្បត់ឲ្យធូរទៅខ្ញុំនិយាយចេះព្រោះអ្នកណាក៏គេស្ដាប់គេដឹងដែរព្រោះគេចេះអានតែសំណេររបស់រដ្ឋាភិបាលគេចេះស្ដាប់ជាគេមានតែ17លានអ្នកនៅកម្ពុជានេះមិនចេះតែអ្នកឯងនៅជប៉ុនប្រហែលអ្នកនោះណាហើយខ្ញុំនិយាយតបទៅវិញឲ្យយល់ថាកម្ពុជាការចរចានេះគឺដើម្បីបន្ថយនៅការកម្ដៅឡើងមកនេះគេបន្ថយគេមិនមែនទៅដល់ថ្នាក់ចរចារឿងដីទេគេបន្ថយកម្ដៅសិនហើយទៅបានគេនិយាយរឿងពាក្យពើនឹងព្រំដែនហើយពាក្យពើនឹងព្រំដែនវាមានគណៈកម្មការព្រំដែនបាទបងប្អូននិយាយមិនដឹងខ្យល់ទេផងអានេះនិយាយនេះវាដឹងខ្យល់ទេផងតាំងក៏ពិតវាកម្ដៅកើតឡើងប្រហែលខែមកហើយគេចង់ឲ្យទាំងអស់នេះវារួមគ្នាបានឲ្យបន្ថយរីងខ្លួនចូលទៅដោះស្រាយតែរឿងដីមិនមែនបានត្រូវតែកាត់ដីប៉ុណ្ណេះដើម្បីបញ្ចប់ទៅនៃចំនួនទេបើយើងចង់កាត់ដីដែរនោះបងប្អូនយល់ហើយមិនពិបាកទៅពឹងដល់ប្រទេសទី3ទី4ឲ្យដោះស្រាយទេយើងដោះស្រាយជាមួយភាគីទៅបានហើយជួយភាគីទៅបានមានបាយឲ្យទៅចង់បានអីយល់ហ្នឹងទៅប៉ុន្តែបងប្អូនត្រូវយល់ឲ្យច្បាស់ណាសម្ដេចដេជោសម្ដេចធិបតីបានមានប្រសាសន៍ហើយកម្ពុជាមិនចង់បានដីអ្នកណាសូម្បីមីលីម៉ែត្រតែកម្ពុជាក៏មិនអោយបាត់សូម្បីមីលីម៉ែត្រដែរព្រោះកម្ពុជាមានផែនទី1904 1907នៅអង្គការសហប្រជាជាតិកម្ពុជាយកអានឹងជាគោលដែលអង្គការសហប្រជាជាតិទទួលស្គាល់កម្ពុជាមិនទទួលស្គាល់ផែនទីទ្វេភាគីទេបាទអញ្ចឹងបងប្អូនអ្នកប្រឆាំងត្រូវយល់ឲ្យច្បាស់បន្តិចកម្ពុជាប្រកាន់ខ្ជាប់លើផែនទី1904 និង1907គឺជាច្បាប់មួយហើយទី2ប្រសិនបើផែនទីដែលយើងទៅកលបរានឧទាហរណ៍ថាយើងសង្ខេបនៅដើមខ្នោឧទាហរណ៍ចុះប៉ុន្តែកន្លែងដើមខ្នោនោះពេលយើងមើលផែនទីវាមិនមែននៅដើមខ្នោវានៅហួសពីដើមខ្នោទៅលេខទៀត100ម៉ែត្រ200ម៉ែត្រទៀតអាហ្នឹងក៏យើងអនុវត្តតាមផែនទីទៅបងកំពុងឡៃយើងបាទយើងប្រកាសជាប់ហើយតាប្រកាសហើយបាទប្រកាសហើយតាតែបងប្អូនជនរួមជាតិទាំងអស់ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសបងប្អូនសាក់នេះស្ដាប់ហើយក្មួយស្រីនឹងគិតនិយាយគិតមិនទាំងដឹងខ្យល់អីផងហ្នឹងក្មេងឥឡូវនេះខ្ញុំមិនមែនវែតម្លៃទេប៉ុន្តែចាញ់អ្នកនៅក្នុងប្រទេសកម្ពុជាផងអាយុទៅ22 23គិតដឹងណាបាទគិតដឹងច្បាស់លឺហ្មងហើយសាក់ស្រីសម្បូរណាពាក្យច្រើនហ្នឹងហើយខ្ញុំសរសើរពួកគាត់និយាយមិនខុសពីកិច្ចព្រមព្រៀងនៅសិង្ហបុរីទេអត់ខុសទៅសោះទោះបីតែច្បិចយកចំណុចខ្លីៗមកនិយាយក៏មិនខុសតែបើបងអូននៅអរិយក្មួយនៅអរិយជប៉ុនហ្នឹងគាត់ពិបាកស្ដាប់ណាស់ហើយអ្នកមួយចំនួនទៀតក៏ពិបាកស្ដាប់ដែរ
đọc bạn sẽ đọc mong phía xa kết gì đôi ở biên khiêm kết trẻ từng ở lông từng ở liền sẽ đọc nghĩa tam đàn của vùng tam đàn ta kết để dây nên chết để dùng đầy tiền hay kết để dây nó sẽ lánh xong để phiếp đầy tiền kết sẽ lánh về chi chuyên cầm chia đầy tiền nhưng bị phiếp được ở liền mong ôm tam cả kết nhé trong kết ở bên sẽ lánh xong để phiếp ấy đi sẽ lánh cầm chia ấy đi kết trong oi thì xin như oi được chào từ lừa mạch để chùa thực tại và chẳng ở đây từng ó vì cho bà cái này biến đến chồng dây thà bà ba giờ bị trai cái này bà bạn lần mà ta la cá support nữa mà muốn đừng dây support tàu niệm đâu chụp bốn support sân cho này dây anh không vui rồi dây bởi vì chơi mà tê là cái chồng support chồng oi thu đã tam lai mà support tàu ta Campuchia ban cắt đây đâm bê đô đừng son được phiếp mê để được tiền anh dây support nè công ty sa ta bờ cái thằng mình chịu miên nè support nè này nè của địa bộ khmer nè ô màn đi alo giờ khơi nhớ dương mình đòn tiền đi lương xe phong lịch tức phong cặp pơ si phong này như cái mới nó nằm trong xíu mà trong xíu nhưng mua chuột cặp pơ của xí lịch tức à đây dùng chui đây à phô tranh bị cao mua à lâu vậy phô tranh bị tam chẳng cả ta bị tranh cho là phô màu đâu bị tranh màu bị nào bao bị tranh màu bị cao đây màu ta nên vì bây giờ mình cứ có công vào mát à nên vì ai chân trắng của đồn ta không ai dướng có kẻ ta công cho lắm chắc mà làm gì là muốn người giấy bây giờ đồn ta không ai cạnh giặt cạnh thuộc Campuchia sầm đại ở chỗ sầm đại từ đây ở miền đọt đô mình còn phiếu ở đây cái thế chỉ lòng mơ đây hay mua để pi từng phố à với đây cũng bung cà phê đi Campuchia mình mang khai têแต่กัมพูชีมีการอดขมวดตามอันตรายตามการรีบจอมระบบอาเซียนกัมพูชีแต่ตัวมาวิ่งไปค่ะบอกโอนเคยเยอะไปประมาณแค่อันยินอันส่งเตรียมพลองดักเนี่ยโดยใช้โดยทราบเป็นจอบการบันบอลไอ้มันกัมพูชีอดหมดให้บ้านมาวิ่งไงบอกโอนกับสักการนี่บอกโอนกับยวงนะบอกโอนกับมาได้เนี่ยไอ้นกกัมพูชีเต้จะตาเนี่ยไอ้นกกัมพูชีเต้ไม่เอาสไม่เอาญี่ปุ่นเต้ไอ้บอกโอนเยอะใช่ป่ะให้บ้านเรียนในญี่ปุ่นจังบ้านจำได้ที่เทียมจ้องเป็นเชี่ยจูนนะเอาไว้กันเอาส้มหรือยี่กาเป็นส้มยี่กาเป็นอันนี้ยมยี่ก็ไม่กินจำได้ปีเยอะยี่อ่ะปีกลุ่มนึกว่าส้มเรียงสีส้มเรียงสีตั้งปีดาวเมาแต่ซ้อมเรียกสีบานจุยไอ้คลามาบอมโอนกรรมการมีดอกกรรมธิการไปดอก EBA ตึงแต่เมียได้รวมครัวเนี่ยนะไปชี้ชวนกรรมการไอ้บอมโอนขึ้นมือเต๋อขึ้นได้ชั่วโมงเต๋อแต่เบย์ยังลงครูมันติดเนี่ยซ้อมรังสีเบาปราปีเปิ้ลใบปีเปิ้ลเอาใบจังลิกเขานะจังลิกวงเขาก็มันจะล้อมมาพวกนี้นะปันนะเราโพดดอลวิลุดำในเนี่ยปอบโอนก็จะบองโอนจะโดนมือเขียวมาต่อสู้จะมือซ้อมสู้เราโคตรสลับโดยใช้ก็ลุกออนไลน์ดับไปเมื่ออะไรนโยบายจุ่มก็แต่เรื่องกาประมาณปีมาเมินเราโคตรมาไพ่สามไส้เสมอบัดมันรัวลุยซองก็งอกเลยนี่เชี่ยกลุ่มนึกเชี่ยบอดบอมพลันสมนึงสิโดยเปียจะท้าได้กี่ท้าต่อขึ้นมาบอดใบจำนวนเราโหปีตาโกนเอาหนึ่งไงเอาโกนหนึ่งไงใบหนึ่งไงแล้ววิจองโจบุญจำนวนไงโกนมือเตี้ยไอ้เบอร์ซึ่งเชี่ยมันต่อให้สู้ทับบานไอ้สละสำหรับปุ๊เนี่ยได้จุ่มมือสมนึงสิย่ำเย่ที่สมนึงสิจะให้อายุ70 ผมมวยบอกยังปีชนะมีสักเท่าไหร่ค่ะบอกโอนเป็นอะไรเดียวเช่นเอาไว้เด็กจำเลือกล้างคือเมียนปนังอาจจะก็เติมเนี่ยที่จอมกำที่บัวจำจับอารมณ์จำเล็กนี่มุ้ยได้เลยจำเลือกล้างอย่างแจ้งมันเตะสมบูรณ์เอาคุณบองเตะเวลาหยุดคุณในยอมมือแต่มีนนะยาเตะบอกใครนะเลยพฤติกรรมเตะบอกยื้อหรือเตะยอมแต่ไม่สันติภาพเราวิทย์บอกยื้อนะโอนมอมอัศนีได้อยู่ปากค้า
មតិខ្ញុំដើម្បីសន្តិភាពណាយើងមានប្រធានបទដើម្បីឲ្យវាគ្មិននៅក្នុងប្រទេស New Zealand ដែលមានសាខានៅទីនោះឲ្យបងអូនមានកិច្ចកិច្ចបងអូនឆ្លៀតឱកាសឲ្យមានតម្លៃដើម្បីចូលរួមណាលើវិទ្យាមតិធានដើម្បីសន្តិភាពចំពោះរឿងបញ្ហាដែលការប្រមាថទៅដល់ទីហ៊ានសៀមឬទីហ៊ានថៃកន្លងផុតមកណាប្រមាថមកលើថ្នាក់ដឹកនាំប្រមាថមកលើប្រជាជនកម្ពុជាប្រមាថមកប្រទេសកម្ពុជាយោងទៅតាមឯកសាររបស់ខៅសូតជាភាសាអង់គ្លេសណានៅថ្ងៃទី18ខែ10ឆ្នាំ2025តើប៊ុនស៊ីនផាត់ខ្លាំងឧត្តមសេនីយ៍ឯកនៅក្នុងប្រទេសថៃតើបានមានសកម្មភាពខ្លះសូមប្រំអញ្ជើញលោកប្អូនមុំអាសនីមេតាបញ្ចេញមតិនៅលើវេទិកាដើម្បីសន្តិភាពសូមប្រំអញ្ជើញបាទសូមអរគុណចំពោះបងប្រធានវាគ្មិនសសុខសេរីដែលនៅប្រទេសទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីដែលបានផ្ដល់វេទិកានេះដល់រូបខ្ញុំនឹងសូមជាបន្តក្នុងសូមគោរពបងវាគ្មិនទាំងពីរគឺបងឧត្តមសេនីយ៍មុំយឿននិងបងជីមឈីវដែលនៅខេត្តពោធិ៍សាត់បាទជាឥឡូវជាបឋមនេះខ្ញុំសូមជម្រាបសួរដល់បងប្អូនអ្នកស្ដាប់ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសឲ្យបានជ្រាបថាពីថ្ងៃទី19ម្សិលមិញខ្ញុំបានមើលកាសែតខៅសុតហើយក៏បើខៅសុតបានចុះផ្សាយថានៅកាលពីថ្ងៃទី18ខែ10 2025ឧត្តមសេនីយ៍ឯកប៊ុនសៀមបាតឃ្លាំងហ្នឹងបាននិយាយនៅក្នុងការជួបជុំគ្នាមួយរវាងតាហ៊ានផកគេហ្នឹងនៅក្នុងយុទ្ធភូមិភាគទី2ថៃហ្នឹងនៅខេត្តឧបលហ្នឹងគឺគេបាននិយាយថាសង្គ្រាមនឹងមានជាលើកទី2ជាមួយកម្ពុជាតាមបន្ទាត់ព្រំដែនខ្មែរថៃតាមការតែចង់បានរបស់ស្ដេចរាមាទី10អាហ្នឹងសង្គ្រាមមួយមូលហេតុអ្វីបានជាសង្គ្រាមហ្នឹងគឺត្រូវសៀងហ្វៀនរស់ដោយសារតែវាដូចខ្ញុំបាននិយាយពីម្សិលមិញអញ្ចឹងគឺខាងភាគីចៅសៀមគឺវាមិនព្រមឲ្យប្រគ្រាវាទៅសញ្ញេកិច្ចសន្យាកិច្ចព្រមព្រៀងសន្តិភាពនៅទីប្រទេសម៉ាឡេស៊ីទេទី1ទី2បើពិបាកដោះស្រាយប្រហែលជានឹងមានរដ្ឋបហាយោធានៅទីក្រុងបាងកកដោយទម្លាក់អនុទានចេញទៀតហើយនឹងមានយោធាទាំងឡើងកាន់តំណែងដើម្បីមកឈ្លានពានមកលើប្រជាណាចក្រកម្ពុជាយើងហើយវាមិនមែនឈ្លានពានតែក្នុងនេះទេវាគម្រោងវាចង់យកទៅដល់ទីក្រុងភ្នំពេញទៀតអានេះគម្រោងរបស់ចៅសៀមនេះបាទអញ្ចឹងហើយបានវាគម្រោងវាមើលងាយដល់ថ្នាក់ដឹកនាំរបស់យើងឃើញវាមើលងាយដល់សម្ដេចតេជោវាមើលងាយដល់សម្ដេចធិបតីវាមើលងាយដល់កងយុទ្ធពលខេមរៈភូមិន្ទនឹងយើងរហូតដល់វាបោះសម្ដីថា3ម៉ោងដល់ព្រំនឹងយកខេត្តទាំង4ជុំវិញព្រំដែននឹងទៀតនេះពេលដែលវាកិច្ចប្រជុំនៅក្នុងខេត្តឧបលនៅក្នុងយុទ្ធភូមិភាគទី2របស់វានឹងវាមានគម្រោងរៀបចំកងទ័ពវាយប្រឆាំងនឹងយើងប៉ុន្តែវារងចាំមើលសភាពការនៅក្នុងប្រទេសវាថ្ងៃ26តើគណៈបកប្រជាជនថៃនឹងគេធ្វើបាតកម្មប្រឆាំងស្ដេចនឹងដើម្បីដកអំណាចស្ដេចនឹងយ៉ាងម៉េចឥឡូវនឹងបើតាមព័ត៌មានដែលខៅសុទ្ធនិយាយដែរនឹងគឺថាទៅពេលហ្នឹងគឺវាយកលេសមួយគឺប្រក្រាបបាតកម្មប៉ុន្តែវាយកលេសធ្វើរដ្ឋាយោធាដើម្បីកុំឲ្យមានបាតកម្មប៉ុន្តែព័ត៌មានហ្នឹងយើងទៅទទួលបានពីម្សិលមិញទេហើយខៅសុទ្ធទៅផ្សាយម្សិលមិញនឹងដែរហ្នឹងតាមរយៈប៊ុនសៀមខាងមានបាននិយាយថាគេត្រូវតែវាយបកមកកម្ពុជាសោតមកលើកម្ពុជាជាលើកទី2ដើម្បីឈ្លានពានយកប្រទេសកម្ពុជាយើងជាពិសេសគឺយក4ខេត្តសិនយកឲ្យបាន4ខេត្តសិនយកឲ្យបានតំបន់4ខេត្តចាស់ដែលវាធ្លាប់គ្រប់គ្រងគឺសៀមរាបបាត់ដំបងព្រះវិហារនិងកំពង់ធំមួយឡែកហ្នឹងអាប៉ុន្តែឥឡូវយើងបំបីទៅជាប្រហែលខេត្តនោះបាទ7ខេត្តហ្នឹងបាទហើយនឹងកោះកុងមួយទៀតទៅនឹងកោះកុងមួយទៀតអាហ្នឹងគម្រោងដែលខៅសុទ្ធគេនិយាយគឺគម្រោងដែលប៊ុនសៀមផាក់ខ្លាំងគេមានគម្រោងវាយកអាហ្នឹងពោះមូលហេតុដោយសារតែវាចង់បានរ៉ែធនធានរ៉ែធម្មជាតិរបស់យើងនិងប្រាសាទរបស់យើងនៅក្នុងដីប្រជាណាចក្រកម្ពុជាវាវាយហើយវាយកគ្រឿងធនធានធម្មជាតិយើងយកទៅលក់ឲ្យរុស្ស៊ីហើយនឹងលក់ឲ្យឥណ្ឌាអានោះតាមលោក Michael Flower ដែលនាំពាក្យនៅអ្នកព័ត៌មាននៅសហរដ្ឋអាមេរិកយល់ដែលគាត់បានមានប្រសាសន៍នៅ
ពេលគាត់ជុំប្រជាពលរដ្ឋខ្មែរនៅទីក្រុងលវែលក៏បានមានប្រសាសន៍អញ្ចឹងហើយខ្ញុំបានព័ត៌មានពីការហ្នឹងមកអញ្ចឹងអានេះអ្វីដែលថៃវាចង់បានវាយដីខ្មែរគឺវាចង់បានធនធានធម្មជាតិរបស់យើងតម្លៃរាប់រយលានដុល្លារដើម្បីវាមកគ្រប់គ្រងអាហ្នឹងបានជាស្ដេចរាមាទី10វានេះប្រហែលថ្ងៃនេះគឺមានការប្រខុសតាមខៅសុទ្ធគឺស្ដេចរាមាទី10មានការប្រខុសគឺក្រមឯកសណ្ឋានជាកងទ័ពប្រយុទ្ធទៅមកព្រោះរាល់ថ្ងៃនេះគឺរដ្ឋបាលចៅសៀមគឺរដ្ឋាភិបាលវាអត់មានសិទ្ធិអំណាចអីទេគឺសិទ្ធិអំណាចទៅលើស្ដេចចៅរាមាទី10ហ្នឹងដែលចង់បានដីខ្មែរតាំងពីជំនាន់មុនវាធ្លាប់វាយពូតវាយឈ្លានពាននៅទឹកដីបៃលិនវាយមិនបែកអៃដាប់អ៊ីឈៀនគាត់ទប់ទល់បានលោកដល់ឥឡូវវាឡើងជាស្ដេចវាមានគំនិតឈ្លានពានហើយវាហ៊ានជះលុយរាប់ពាន់លានដុល្លារដើម្បីធ្វើម៉េចឲ្យទៅយកដីខ្មែរយើងនឹងបានហើយចឹងហើយសូមឲ្យកកបងប្អូនដែលជាកវរៈកងទ័ពនៅជួរមុខសូមមេត្តារដ្ឋាសុខភាពនិងថែរដ្ឋាសុខភាពដើម្បីនឹងពុបចុះឲ្យបានគ្រប់គ្រាន់ដើម្បីមានកម្លាំងក្នុងការតបទល់ជាមួយចៅសៀមឈ្លានពានព្រោះវាមានគម្រោងនឹងឈ្លានពានប្រទេសខ្មែរយើងជាលើកទី2តាមអ្វីដែលប៊ុនស៊ីមផាក់ធ្លាបាននិយាយនៅក្នុងកិច្ចប្រជុំភូមិភាគ2របស់វាកាលពីថ្ងៃទី18នៅខេត្តឧបលទីតាំងភូមិភាគ2របស់វានឹងហើយវាឈ្លានពានលើនេះគឺវាលេខធំជាងមុនទៀតសូម្បីតែខ្សែពុលក៏វាហ៊ានធ្វើគ្រាប់បែកចង្កោមក៏វាហ៊ានតម្លាក់ដែរព្រោះវានិយាយថាវាលងលេងអាវុធធនធ្ងន់ជាងទំមុន2ដងទៅទៀតដើម្បីឈ្លានពានដីខ្មែរឲ្យបានធ្វើដើម្បីឲ្យគោរពទៅវាឈ្លានពាននេះវាចង់បានដីខ្មែរយើងឬដើម្បីឲ្យបានតាមគោលបំណងរបស់ស្ដេចរាមាទី10របស់វាបាទនេះព័ត៌មានដែលខ្ញុំទទួលបានណាបងហើយខ្ញុំមានតែប៉ុណ្្នឹងបាទសូមជម្រាបហើយដោយសារពេលវេលាខ្ញុំមានកំណត់ហើយដោយសារព្រលឹមនេះខ្ញុំត្រូវងើបព្រលឹមម៉ោង5ភ្លឺផងហើយឥឡូវនេះខ្ញុំម៉ោង9កន្លះហើយខ្ញុំសូមជម្រាបលាបងប្រធានវាគ្មិននិងបងយងមឿនបងជំឈីវនិងបងទស្សនិកជនទាំងអស់ដែលស្ដាប់ទាំងអស់ហើយយើងជួបគ្នានៅខាន់ថ្ងៃពុធព្រោះស្អែកនេះបងថនក៏អ្នកនិយាយបាទខ្ញុំសូមជម្រាបលាបងណាខ្ញុំមកប្រាប់ប្រជាជនកម្ពុជាហើយចំពោះរឿងបញ្ហាបងប្អូនហ្នឹងគឺថ្ងៃអង្គារថ្ងៃសៅរ៍បាទថ្ងៃអង្គារនិងថ្ងៃសៅរ៍បាទបងហើយយើងធ្វើរបាយការណ៍បាទថ្ងៃអង្គារថ្ងៃសៅរ៍បាទអរគុណបងខ្ញុំបាទអរគុណណាស់ដែលបងអូននៅវាគ្មិននៅក្នុងប្រទេសញូហ្សេឡង់ដែលជាសាខារបស់ប្រទេសខ្ញុំដើម្បីសន្តិភាពដែលចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមនឹងវេទិការបស់យើងនេះសូមឲ្យបងអូនមានសុខភាពល្អដើម្បីបន្តនៅជីវភាពផ្ទាល់ខ្លួនហើយឆ្លៀតឱកាសដែលបានចូលមកជួយនៅមតិខ្ញុំដើម្បីសន្តិភាពអរគុណណាស់បាទសូមអរគុណជំរាបបងបាទចំពោះវាគ្មិនខ្ញុំនៅក្នុងប្រទេសសាខានៅប្រទេសញូហ្សេឡង់សូមអញ្ជើញចំពោះដូច្នេះវេទិកាបន្តចំពោះអរិយវិទ្យានៅក្នុងប្រជាណាចក្រកម្ពុជាតំបន់ពោធិ៍សាត់ជននិវត្តន៍ណាលោកអូនជឿឈឹមប្រធានបទនេះចូលគ្នាតែម្ដងទៅគឺលោកអូនជឿឈឹមចំពោះរឿងបញ្ហាព័ត៌មាននៅក្នុងប្រទេសថៃណាក្រសួងការបរទេសរបស់ប្រទេសថៃគឺបានណានឹងមានគម្រោងចំពោះរឿងបញ្ហា MOU កន្លែងមួយដែលបានស្រុកគ្នា ហើយនឹងកសាងចំពោះរឿងបញ្ហារបងព្រំដែននេះគឺជាមិនហ្នឹងហើយថាយើងតាមមើលតាមសារព័ត៌មានដែលយើងមើលឃើញយោងទៅតាមសារព័ត៌មាននៅក្នុងគ្រប់នៅលើពិភពលោកចំពោះថៃនេះគឺគេបានឲ្យលុយចំពោះអីគេណែអីគេយូមីណូវីប្អូនអីធ្វើគេបំផុតទៅដាច់ស្រីកីឡាផនវិល័យលក្ខដែលបានបកគលលុយ3លានដុល្លារទៅឲ្យពួកអរិយទាហានសៀមហើយនឹងដើម្បីធ្វើរបស់ទៅតាម MOU ដែលបានសួរគ្នាតាមព័ត៌មានទី2ចំពោះរឿងបញ្ហាសមិទ្ធផលដោយកម្រនេះថាយើងមានមោទនភាពចំពោះរឿងបញ្ហាពលានយន្តហោះដែលកសាងឡើងនៃសមិទ្ធផលស្រាប់ដៃរបស់គណៈប្រជាជនណាពលានយន្តហោះសម្ដេចតេជោសមិទ្ធផលហើយមួយទៀតគឺខ្ញុំសូមជំរាបថាក្រសួងការបរទេស
ថៃហើយនឹងពួកអ្នកនយោបាយថៃគឺបាននិយាយទៅលើវេទិកាអន្តរជាតិចំពោះរឿងបញ្ហាទឹកដីរបស់កម្ពុជាពីដូនតានៅជំនួសមកកាន់ហើយនឹងប្រៃច័ន្ទណាតែគេបាននិយាយនៅក្នុងវេទិកាអន្តរជាតិកន្លែងណាក៏គេនិយាយដែរអញ្ចឹងមានភាពបត់បីហ្នឹងគឺថាសូមផ្ដល់ជូនទៅបងប្អូនជីគឹមសូមគ្រប់អញ្ជើញបងមានមតិលើវេទិកាដើម្បីសន្តិភាពអរគុណបាទសូមអរគុណហើយជាបឋមសូមជម្រាបសួរបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសបាទហើយសូមគោរពជម្រាបសួរបងសុតសេរីនៅអូស្ត្រាលីហើយបងយ៉មមឿនបាទអ្នកនៅខេត្តបាត់ដំបងជាខេត្តដែលព្រំប្រទល់ជាប់គ្នាបាទច្បាស់ទេបាទសម្លេងខ្ញុំច្បាស់បាទច្បាស់បានទេបាទអរគុណច្រើនបាទថ្ងៃនេះយើងមានប្រធានបទសំខាន់ដើម្បីចូលរួមនៅក្នុងវេទិកាមតិរបស់ខ្ញុំដើម្បីសន្តិភាពបាទដែលកំពុងផ្សាយបន្តផ្ទាល់ពីប្រទេសអូស្ត្រាលីមកបាទជាការពិតណាយើងថ្ងៃនេះគឺអ្វីដែលយើងកត់សម្គាល់ឃើញថាមានព័ត៌មានសំខាន់បាទក្នុងពិធីសំខាន់គឺពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពលានយន្តហោះដៃជើងបាទដែលគេហៅថាជាខ្នាតធំលំដាប់ពិភពលោកគេហៅថា 4F បាទអញ្ចឹងនៅក្នុងអ្វីដែលជាមោទនភាពសម្រាប់ប្រជាជនយើងបាទសម្រាប់ប្រទេសកម្ពុជាយើងអាចចាត់ទុកជាប្រវត្តិសាស្ត្រថ្មីមួយបាទពីព្រោះថាយើងដឹងស្រាប់ហើយប្រទេសជាតិយើងធ្លាប់តែជាប្រទេសក្រីក្របាទឆ្លងកាត់នៅភាពលំបាកវេទនាណាបន្ទាប់ពីយើងបានរួចផុតពីរបបបល្ល័យពូជសាសន៍ប៉ុលពតក្រោយថ្ងៃរំដោះ1979 7មករាមកយើងឃើញថាបន្ទាប់ពីយើងរស់រានមានជីវិតណាបាទទាំងខ្វះខាតអ្វីសពបែបយ៉ាងបាទអញ្ចឹងខ្ញុំមិនចង់រំលឹកទៅរឿងអតីតកាលវែងឆ្ងាយពេកទេប៉ុន្តែគ្រាន់តែចង់រំលឹកឲ្យឃើញខ្លះអំពីភាពលំបាករបស់ប្រទេសជាតិយើងបាទដូច្នេះបច្ចុប្បន្ននេះឃើញថាសមិទ្ធផលដែលកើតចេញពីស្នាដៃរបស់គណៈបកប្រជាជនកម្ពុជាដែលកំពុងដឹកនាំប្រទេសបច្ចុប្បន្ននេះបាទគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលបានបន្តវេនពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបាទអញ្ចឹងសមិទ្ធផលថ្មីណាអ្វីត្បិតតែពិភពលោកកំពុងតែជួបវិបត្តិសេដ្ឋកិច្ចឬក៏បន្ទាប់ពីយើងបានឆ្លងកាត់នៅជំងឺ COVID-19 មកក៏មិនតែអ្វីដែលជាគេហៅថាការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសយើងនេះគឺនៅតែកំពុងតែរំកិលទៅមុខជាបណ្ដាបាទហើយអ្វីដែលយើងមានមោទនភាពនោះគឺជាសមិទ្ធផលដ៏ធំធេងណាបាទដែលយើងមិនធ្លាប់មានរាប់រយឆ្នាំមកហើយបាទគឺថាប្រទេសយើងមិនដែលមានទេណាអញ្ចឹងកាលណាយើងនិយាយអញ្ចឹងអ្នកខ្លះគេថាអានេះអួតទៀតបាទអួតទៀតអានោះដូចស្ពានអាកាសអញ្ចឹងណាបាទនៅពេលដែលខ្មែរយើងមិនធ្លាប់មានស្ពានអាកាសនៅពេលដែលខ្មែរយើងទទួលបានស្ពានអាកាសមួយគឺថាយើងមានមោទនភាពហើយយើងសប្បាយក៏តែមានមតិមួយចំនួនគេមិនសប្បាយគេថាមានតែប៉ុណ្្នឹងក៏អួតម៉េចបើប្រទេសគេប្រប៉ាត់គេមានស្ពានអាកាសច្រើនណាបាទអញ្ចឹងអានោះជារឿងប្រទេសប៉ុនគេបាទអញ្ចឹងឥឡូវយើងចឹងដែរបានន័យថាខ្មែរយើងពីដើមមិនធ្លាប់មានទេណាយើងមានតែអាកាសចរភ្នំពេញឬយើងហៅថាអាកាសចរតូចតុងហ្នឹងគឺលំដាប់ធំជាអន្តរជាតិហើយបាទប៉ុន្តែឥឡូវឈប់ប្រើប្រាស់ហើយណាបាទន័យថាឥឡូវយើងកសាងបានថ្មីមួយទៀតបាទអញ្ចឹងអានេះគឺយោងទៅតាមគេហៅថាជាទស្សនៈទានទស្សនវិស័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលក្នុងឆ្នាំ1999គឺសម្ដេចបានគេហៅថាបង្កើតនៅនយោបាយបើកជើងមេឃណាបាទភាសាអង់គ្លេសថា Open Sky បានន័យថាបើកជើងមេឃដើម្បីឲ្យកម្ពុជាយើងមានទំនាក់ទំនងជាមួយពិភពលោកបាទអញ្ចឹងហេតុអីបានយើងមាននយោបាយបើកជើងមេឃហ្នឹងអញ្ចឹងវាពាក់ព័ន្ធទៅនឹងអតីតកាលទៀតអញ្ចឹងបានន័យថាបើរឿងខ្មែរយើងនេះរឿងអតីតកាលវាច្រើនណាស់
អានេះបើយើងនិយាយគឺនិយាយមិនអស់ទេបាទពីព្រោះថាប្រទេសយើងគេធ្លាប់ហ៊ុមព័ទ្ធសេដ្ឋកិច្ចណាបាទក្រោយថ្ងៃម្ដង1979មកហ៊ុមព័ទ្ធសេដ្ឋកិច្ច10ឆ្នាំអញ្ចឹងយើងចរចាបានសន្តិភាពហើយតរឆ្នាំ98យើងបានសន្តិភាព99គឺសម្ដេចតេជោដាក់ចេញនៅអយុធសាស្ត្រហ្នឹងណានយោបាយបើកជើងមេឃបាទអញ្ចឹងបានន័យថាបន្ទាប់ពីយើងបានសន្តិភាពភ្លាមគឺជំរុញកម្ពុជាយើងចូលទៅក្នុងសហគមន៍អន្តរជាតិណាគឺអត់មានចាំយូរទេបាទនេះជាទស្សនៈទានទស្សនៈវិស័យដ៏វែងឆ្ងាយណាគិតគូរដ៏ត្រឹមត្រូវដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាទអញ្ចឹងឥឡូវយើងឃើញសមិទ្ធផលជាច្រើនដែលកើតចេញពីស្នាដៃរបស់គណៈបកប្រជាជនដែលកំពុងដឹកនាំប្រទេសបច្ចុប្បន្ននេះណាស្ពានអាកាសឥឡូវមិនមែនមួយទៀតទេបាទគឺមានច្រើនកន្លែងដែលខ្ញុំស្ទើរតែរាប់មិនចាំដែរពីមុនស្រួលចាំបាទគឺថាមានតែមួយអញ្ចឹងគឺស្រួលចាំឥឡូវវាមានច្រើនបាទអញ្ចឹងយើងមិនមែនត្រឹមតែមានស្ពានអាកាសទេអានេះជាសមិទ្ធផលផ្សេងដែលខ្ញុំចង់រំលឹកឲ្យឃើញថាបច្ចុប្បន្នភាពនេះគឺកម្ពុជាយើងកំពុងតែអភិវឌ្ឍបាទក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបាទដែលកំពុងតែប្រព្រឹត្តទៅបាទនៅក្នុងអង្គអរគុណណាស់ដែលខ្ញុំសូមកាត់បងប្អូនពីជំតិចមុននឹងទៅទី2និងទី3ខ្ញុំសូមអញ្ជើញផ្ដល់ប្រធានបទទៅបងនំសនីយមឿនតើពីរឿងបញ្ហាសំរងស៊ីណាពេលដែលមិត្តចិនបានជួយទំនើបកម្មកងទ័ពជើងក្រៀមរាំងស៊ីបានដឹងដើម្បីគេហៅថាទៅលើពិភពលោកជាពិសេសទៅអាមេរិកចោតមកកម្ពុជាណាដែលធ្វើគេថាខុសនៅគោលនៃគេហៅថាធម្មនុញ្ញរបស់23កញ្ញាដែលរាំងស៊ីកំពុងតែបង្កើតឥឡូវនេះសមិទ្ធផលដោយបងជីវជីមលោកបងបាននិយាយលើប្រតិវិទ្យារបស់យើងដើម្បីសន្តិភាពនេះជាសមិទ្ធផលមួយរបស់គណៈបកប្រជាជនក្នុងប្រទេសដែលវិសុស្គាយឲ្យកត់សម្គាល់ដែលពេលដែលខ្ញុំបានធ្វើទស្សនកិច្ចក្រោមអញ្ជើញរបស់រាជរដ្ឋាភិបាលសម្ដេចដែលជួទៅផ្ទៃនឹងគណៈរដ្ឋមន្ត្រីចំពោះរឿងគម្រោងប្រជាហ្វូណនណាប្រជាហ្វូណនណាឥឡូវនេះតើសូមឲ្យបងបន្ថែមទៅលើមតិរបស់បងអូនពីឈឹមទៅលើសមិទ្ធផលរបស់គណៈបកប្រជាជនទៅលើយន្តបលិនយន្តហោះរបស់សម្ដេចតេជោសូមគោរពយើងបងយ៉មឿនហើយសមិទ្ធផលរបស់ជាស្រ័យបាទខ្ញុំសូមថែមបន្តិចខ្លីទេបាទជាការកត់សម្គាល់ខ្ញុំក្នុងអង្គពិធីនោះគឺអ្វីដែលជាមោទនភាពសម្រាប់ការកសាងពលានយន្តហោះតេជោនេះគឺថាអ្វីដែលជាការសំខាន់បំផុតនោះគឺដើមទុនចង់និយាយអំពីដើមទុននេះគឺជារបស់ខ្មែរយើងសុទ្ធសាធបាទគឺរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសហើយគឺមិនបានខ្ចីបុលពីបរទេសទេនេះជាការរួមចំណែករបស់រាជរដ្ឋាភិបាលយើងបានដឹងថារាជរដ្ឋាភិបាលកម្ពុជាមាន 10% ហើយក្រៅពីហ្នឹងគឺជាភាគហ៊ុនរបស់អ្នកវិនិយោគិននៅក្នុងស្រុកណាបាទ 90% ដែលជាក្រុមហ៊ុនរបស់អ្នកអុកញ៉ាតុងពេញខ្សែហ្នឹងបាទអានេះជាចំណុចទី1ដែលត្រូវសូមបញ្ជាក់ថាកុំឲ្យមានការលើកឡើងជាពាក្យចចាមអារាមថាឥឡូវនេះខ្មែរគឺជាពាក់លុយចិនទៀតហើយណាឬក៏ខ្មែរជាពាក់លុយបរទេសណាបាទក្រទេប៉ុន្តែថ្លើមធំហ៊ានខ្ចីលុយបរទេសយកមកកសាងអីចឹងទៅបើសិនតែខាតទៅតើរលុយអីសងបរទេសបាទនេះយើងនិយាយការពារហើយណាអញ្ចឹងយើងបានច្បាស់ទាំងអស់គ្នាហើយគឺថាសម្ដេចធិបតីបានបញ្ជាក់ហើយគឺថាដើមទុននេះគឺជារបស់ខ្មែរយើងអញ្ចឹងពលានយន្តហោះនេះគឺជាសមិទ្ធផលរបស់ខ្មែរសុទ្ធសាធបាទប៉ុន្តែយើងជាមិនផុតទេក្នុងការចូលរួមពីក្រុមហ៊ុនមរ៉ូស៊ីជាមួយយើងណាប៉ុន្តែចង់និយាយថាទីតាំងដែលកសាងហ្នឹងគឺជាដើមទុនរបស់ខ្មែរទាំងអស់ណាបានន័យថាទាំងរាជរដ្ឋាភិបាលនិងក្រុមអ្នកវិនិយោគនៅក្នុងប្រទេសខ្មែរយើងបាទអញ្ចឹងយើងអត់បានខ្ចីលុយពីបរទេសមករ៉ូស៊ីទេអានេះជាចំណុចទី1ហើយចំណុចទី2អ្វីដែលខ្ញុំកត់សម្គាល់ដែរគឺតារាងកប៉ាល់ចាស់បាទពីព្រោះថារយៈកាលតារាងកប៉ាល់ពូជតុងនោះបាទរយៈកាលកន្លងមកនេះតែងតែមាន
ពាក្យចចាមអារាមថាប្រហែលជារដ្ឋនឹងស៊ីស៊ូគ្នាត្រូវហើយលក់បាទលក់ទៅឲ្យឯកជនឲ្យយកលុយដាក់កប៉ាល់អីចឹងទៅបាទពាក្យចចាមអារាមនេះគឺយើងបានឮជាហូរហែរាប់ខែមកហើយណាតាំងពីមុននឹងទីតាំងតារាងកប៉ាល់ហោះពោជតុងនេះទៅកន្លែងពលានយន្តហោះដៃជោហ្នឹងបាទក៏តែឥឡូវក៏យើងបានឮច្បាស់ហើយណាគឺសម្ដេចធិបតីបានបញ្ជាក់យ៉ាងច្បាស់កាលពីព្រឹកមិញនេះគឺថាមិនលក់ជាដាច់ខាតបាទក្រោមការគ្រប់គ្រងរបស់រដ្ឋណាបាទនេះជាព័ត៌មានមួយទៀតជៀសវាងដែលគេហៅថាខ្សឹបគ្នាតាមវត្តអើកហើយបង្កគេហៅថាខ្មែរយើងចូលចិត្តណាស់អារឿងបាទព័ត៌មានគេនិយាយពិតហើយមិនចង់ស្ដាប់ទេបាទប៉ុន្តែអាព័ត៌មានគេហៅថាបើកេះគ្នាឲ្យមកស្ដាប់ហ្នឹងគឺចូលចិត្តតែហ្មងបាទអញ្ចឹងខ្ញុំកត់សម្គាល់ឃើញតែពីរហ្នឹងទេបាទសូមអរគុណបាទសូមផ្ដល់វេទិកាជូនបងយ៉មមឿនបន្តបាទសូមអរគុណបាទអរគុណណាស់បងប្អូនជាឈីមដែលបានមានមតិយ៉ាងក្បោះក្បាយទៅលើវេទិកាមតិដើម្បីសន្តិភាពអញ្ចឹងរឿងបញ្ហាកងទ័ពជើងទឹករៀមរាំងស៊ីបានប្តឹងចុះឥឡូវនឹងដល់ពេលពលានយន្តហោះដៃជោតើរាំងស៊ីមានអីទៀតសូមគ្រប់អញ្ជើញបងឧត្តមសេនីយ៍វីរៈយុទ្ធជនយ៉មមឿនសូមគ្រប់អញ្ជើញបងបាទអរគុណចំណុចនេះខ្ញុំក៏គ្មានអ្វីផ្លែកពីលោកជាឈាមដែរវាមិននៃរបស់ខ្ញុំគឺយល់ដោយលោកជាឈាមដូចជាអ្វីដែលអ្នកប្រឆាំងកំពុងតែចោទប្រកាន់ថាយើងនឹងជំពាក់លុយគេពេលដែលធ្វើពលានយន្តហោះថ្មីនេះបាទពូនេះគឺវាខ្សឹបវាខ្សៀវគ្នាតាមក៏ពិតដែលលោកជាឈាមបានបញ្ជាឲ្យថាភាគហ៊ុនទាំងអស់ហ្នឹងគឺជារបស់ខ្មែរមិនមែនយកពីបរទេសមកទេគឺវានិយោគនៅស្រុកខ្មែរអ្នករុស្ស៊ីនៅស្រុកខ្មែរជាអ្នកហ៊ុនគ្នាដើម្បីធ្វើហើយយើងបានពលានយន្តហោះថ្មីរបស់ដេជោតាមព័ត៌មានបានន័យថាពលានយន្តហោះថ្មីរបស់យើងទី6នៅលើពិភពលោកទី6មិនដឹងណាទី1ទី2ទី5ទេប៉ុន្តែយើងទី6នៅលើពិភពលោកចឹងយើងមានមោទនភាពណាស់ហើយអស់លោកបងប្អូនទេសនិកជនទាំងអស់ទាំងក្នុងប្រទេសស្រាប់ទេបងប្អូនជាមើលណាពេលនេះយើងឃើញបដាបដាប៉ុន្តែចូល2026បងប្អូនមើលទេសចរមកកម្ពុជាពិតជាច្រើនហើយអ្វីដែលយើងមានចំនួនធំធេងគឺទេសចរហើយឥឡូវយើងមើលនៅស៊ីមរៀបតំបន់ទេសចរឥឡូវនេះភ្ញៀវនិយាយភ្ញៀវអន្តរជាតិកកដោយសារអីទីមួយគេចង់មើលពលានយន្តហោះហើយបន្ទាប់មកគេចង់មើលរមណីយដ្ឋានផ្សេងនៅកម្ពុជាមានច្រើនណាស់បាទមានច្រើនណាស់ហើយកម្ពុជានេះបាទតូចក៏ពិតមែនតែមានបេះដូងធំបាទនេះចំណុចទី1ហើយចំណុចទី2ពាក្យពេញនឹងពួកនេះដែលគេមិនសប្បាយចិត្តបងប្អូនឃើញពួកសំស៊ីសប្បាយចិត្តអត់សប្បាយចិត្តទៅតែសោះអ្វីដែលសមិទ្ធផលចំណុចវិជ្ជមាននៅកម្ពុជាគេមិនដែលទទួលស្គាល់ទេមិនដែលលើកសរសើរម្ដងណាទេចឹងបានខ្ញុំនិយាយថាពួកក្រុមនេះក្រុមអាគឹមសុកនេះសូមអធិស្ឋានដោយសារមានរំខានបន្តិចសូមនៃបកគលឲ្យនេះបងស្រេតវិញយកពីបាទអរគុណណែឥឡូវនេះជាបទមួយទៀតទៅបងប្អូនជាឈីមដើម្បីមតិនៃសន្តិភាពចំពោះរឿងបញ្ហាអន្តរជាតិតើរាំងស៊ីមានកៅអីនៅក្នុងអន្តរជាតិទេបានរាំងស៊ីនឹងខំប្រឹងប្រជាពិធចំពោះអរិញ$23រដ្ឋាភិបាលឯករាជ្យក្រៅច្បាប់អញ្ចឹងសូមគ្រប់យើងបងប្អូនជាឈីមណាភ្ជាប់នឹងប្រធានបទមួយទៀតទៅពីព្រោះពេលវេលាយើងមានកំណត់ណាទៅរឿងបញ្ហាដែលក្រសួងការបរទេសថៃដែលបាននិយាយចំពោះរឿង MOU ដែលយើងនិយាយគ្នាដោយត្រង់ចំពោះថៃគេចង់នឹងធ្វើគេហៅថាដំបងដែលឧបត្ថម្ភដោយគុំនៃថៃជូឡាផនវិលញ្ញាទឹកប្រាក់$3 លាន$1 លានអញ្ចឹងហើយ300 million បាទស្មើនឹង
100 លានបាតបាទស្មើនឹង3លានទៅលើអីបងដូចទេសូមឲ្យក្រុមជួយឲ្យបងមានមតិដើម្បីវេទិការបស់យើងដើម្បីសន្តិភាពសូមគ្រប់ជើញ បាទសូមអរគុណចូលរួមជាថ្មីបាទហើយបាទពាក់ព័ន្ធនឹងរឿងតនដិតសំរាំងស៊ីវាគ្មានគេហៅថាក្បាច់ថ្មីទៀតទេបាទបើយើងមើលអ្វីដែលសកម្មភាពរបស់តនដិតសំរាំងស៊ីនេះគឺថាជាមនុស្សប្រភេទដែលតល់ច្រកហើយជាប្រភេទដែលមនុស្សគេហៅថាទទួលមុងណាបាទទទួលភួយគឺគ្មានធ្វើនយោបាយមិនដែលបានជោគជ័យទេយើងតាមដានសកម្មភាពនយោបាយរបស់តនដិតសំរាំងស៊ីអញ្ចឹងបើយើងនិយាយពីរឿងតនដិតសំរាំងស៊ីឥឡូវនេះឃើញថាគ្មានអ្វីក្រៅពីគេហៅថាប្រើនៅកលល្បិចណាបោកក្មេងៗបាទបោកតែក្មេងៗហើយនឹងប៉ុន្តែមានមនុស្សចាស់មួយចំនួនក៏ចាញ់បោកដែរមិនមែនថាបោកតែក្មេងទេបាទមានមនុស្សចាស់មួយចំនួនក៏ចាញ់បោកដែរណាជាក់ស្ដែងដូចមួសុខហួរក៏ចាស់ដែរប៉ុន្តែចាស់តែក្បាលនៅតែចាញ់បោកសំរាំងស៊ីអញ្ចឹងណាមានកំសុកមានអីមួយជំនាហូវ៉ាន់តាហូវ៉ាន់បាទឥឡូវចាស់ឮថាដើរមិនចង់រួចហើយក៏ប៉ុន្តែនៅតែគេហៅថានៅតែចាញ់បោកសំរាំងស៊ីដដែលណាបាទហើយមិនគេហៅថាអានេះខ្ញុំមិនចង់គេហៅថាពីព្រោះស្គាល់កញ្ញៅណាស្គាល់កញ្ញៅសំរាំងស៊ីនឹង20 30ឆ្នាំមកហើយស្គាល់កញ្ញៅដោយសារយើងតាមដាននៅសកម្មភាពនយោបាយរបស់តនដិតសំរាំងស៊ីចំណុចមួយដែលសំខាន់ខ្ញុំគ្រាន់តែចង់បញ្ជាក់ថាយើងមើលណាអ្នកនយោបាយដែលមានឥទ្ធិពលនិងគ្មានឥទ្ធិពលឥឡូវខ្ញុំគ្រាន់លើកឧទាហរណ៍ថាដូចថាក់ស៊ីនអញ្ចឹងណាថាក់ស៊ីនជាអ្នកនយោបាយថៃដែលមានឥទ្ធិពលម្នាក់ប៉ុន្តែបន្ទាប់ពីថាក់ស៊ីនរត់ចោលស្រុកហើយថាក់ស៊ីនបានជាប់គុកណាឥឡូវនេះដល់យុទ្ធនាការឃោសនាសម្លេងឆ្នោតគណៈបកភឿថៃណាអានោះថាក់ស៊ីននៅក្នុងស្រុកផងណាបាទឥឡូវនេះកំពុងតែចាញ់បាទគណៈបកភឿថៃអានេះខ្ញុំគ្រាន់តែចង់បង្ហាញអំពីអ្នកនយោបាយណាទោះបីថាក់ស៊ីនដែលធ្លាប់ជាមនុស្សមានប្រជាប្រិយភាពមានឥទ្ធិពលខ្លាំងនៅសង្គមថៃសង្គមអ្នកនយោបាយថៃហើយជាមហាសេដ្ឋីដែលមានលុយប្រាក់លានណារាប់ពាន់លានដុល្លារណាបើយើងគិតប្រៀបធៀបតនដិតសំរាំងស៊ីមិនស្មើនឹងបាតជើងរបស់ថាក់ស៊ីនផងប៉ុន្តែសួរថាជីវិតថាក់ស៊ីនយ៉ាងម៉េចណាឥទ្ធិពលដោយសារអញ្ចឹងយើងសម្គាល់ឃើញថាអ្នកនយោបាយទៅធ្លាប់រត់ចោលស្រុកហើយធ្លាប់ជាប់គុកហើយគឺឥទ្ធិពលនឹងវាធ្លាក់ហើយណាបាទជាក់ស្ដែងគឺអញ្ចឹងឥឡូវការឈរឈ្មោះជានាយករដ្ឋមន្ត្រីបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីដែលបោះឆ្នោតនៅប្រទេសថៃក្នុងថ្ងៃទីបានន័យថាសភាថៃនឹងរំលាយថ្ងៃទី31ខែធ្នូឆ្នាំ2025ខាងមុខនេះរំលាយ dissolve the assembly បានន័យថាសភាត្រូវរំលាយរៀបចំការបោះឆ្នោតថ្មីអញ្ចឹងយើងឃើញគណៈបកភឿថៃតែងតាំងបេក្ខភាពនោះមិនមែនគ្រួសារតកូលថាក់ស៊ីនទៀតទេអានេះគ្រាន់ខ្ញុំចង់បង្ហាញឲ្យឃើញអញ្ចឹងឥឡូវបើយើងនិយាយអំពីតនដិតសំរាំងស៊ីវិញសួរថាតើតនដិតសំរាំងស៊ីអាចប្រៀបធៀបជាមួយថាក់ស៊ីនបានទេណាទាំងលុយទាំងអំណាចបាទប៉ុន្តែខ្ញុំគ្រាន់តែនៅតសើថាក់ស៊ីនមួយដែលក្លាហានជាងសំរាំងស៊ីក្លាហានជាងតនដិតសំរាំងស៊ីចំណុចសំខាន់របស់ថាក់ស៊ីនគឺហ៊ានជាប់គុកបាទហ៊ានវិលត្រឡប់មកប្រទេសខ្លួនឯងដើម្បីឲ្យគេផ្ដន់ឲ្យតុលាការផ្ដន់ទាទោសឲ្យសុខចិត្តទៅដេកគុកឥឡូវនេះឃើញកូនស្រីទៅសួរសុខទុក្ខទៀតទេថ្ងៃនេះបាទប៉ុន្តែចំណុចកំសាកញីរបស់តនដិតសំរាំងស៊ីទោះបីទៅហៅឲ្យចូលគុកក៏តនដិតរូបនេះអត់ហ៊ានមកដែរអានេះជាគំនិតកំសាកញីបំផុតរបស់តនដិតសំរាំងស៊ីដែលយើងបានតាមដានមើលណាបើតនដិតសំរាំងស៊ីជាមនុស្សក្លាហានតនដិតសំរាំងស៊ីច្បាស់ជាហ៊ានជាប់គុកតែប៉ុន្តែបើតនដិតសំរាំងស៊ីហ៊ានជាប់គុកខ្ញុំអាចយល់ឃើញថាអាចនឹងមានប្រជាប្រិយភាពខ្លះឡើងវិញណាពីព្រោះថានៅគុកនៅក្នុងដីខ្មែរប៉ុន្តែតនដិតនេះជាតនដិតកំសាកញីបំផុតណាបើយើងធ្វើអាវាថាយើងតាមដានសកម្មភាពនយោបាយគឺថារត់រហូតអានោះមានកាយគឺប្រុចមានកាយគឺប្រុចអញ្ចឹងបានគេតែងជំរាបបទថាបងជាទុនសាយបាទបងជាទុនសាយណាបាទនៅអាហ្នឹងវាអញ្ចឹងគឺថាបើយើងនិយាយរួមទៅបានន័យថាវាជាមនុស្សអស់តម្លៃហើយណាបាទជាមនុស្សដែលប្រភេទមនុស្សគ្មានតម្លៃទេបាទទោះបីជាសំរាំងស៊ីខំថា
ចង់បង្កើតរដ្ឋាភិបាលស្អីនីរទេសស្អីក៏ដោយគ្រាន់តែជាមធ្យោបាយបោកប្រាស់រលួយរបស់តនដិតសំរាំងស៊ីទេបាទអានេះជារឿងមួយអញ្ចឹងខ្ញុំយល់ឃើញថាតនដិតសំរាំងស៊ីនេះដោយខ្ញុំបានជម្រាបខាងដើមអញ្ចឹងអ្នកនយោបាយទៅធ្លាប់រត់ចោលស្រុកហើយធ្លាប់ជាប់គុកហើយគឺថាវាអស់តម្លៃជាអ្នកនយោបាយហើយបើទោះបីជាមានប្រជាប្រិយភាពយ៉ាងម៉េចក៏ដោយក៏ប្រជាប្រិយភាពនោះត្រូវតែស្រុតចុះអានឹងជារឿងមួយបាទខ្ញុំបញ្ចូលខេត្តមួយទៀតទឹកសពស្គាល់តាមខ្លួនខ្លួនបាទយីទៅទៀតបាទឥឡូវពាក់ព័ន្ធទៅនឹងអ្វីដែលគេហៅថាប្រធានអគ្គនាយកដ្ឋានរបស់ក្រសួងការបរទេសថៃដែលបានលើកឡើងអំពីថៃគេចង់ធ្វើព្រំដែនបាទក្នុងអានេះតាមដែលព័ត៌មានដែលយើងបានអានហើយត្រូវបានប្រទេសថៃនេះគេផ្សព្វផ្សាយគឺថាគេចង់ធ្វើព្រំដែនបានន័យថាធ្វើជារបងបាទធ្វើជារបងព្រំដែននៅក្នុងចន្លោះមួយណាក្នុងចន្លោះមួយឥឡូវនេះយើងមិនតាមព័ត៌មានថាគេមិនទាន់ធ្វើទេប៉ុន្តែគេនឹងជូនដំណឹងបាទជូនដំណឹងមកឲ្យភាគីកម្ពុជាយើងដឹងនៅក្នុងពេលដែលប្រជុំ JBC បាទអានេះជាព័ត៌មានមួយប៉ុន្តែមានមតិខ្លះបានលើកឡើងបាទមតិអ្នកវិភាគនៅក្នុងប្រទេសខ្មែរយើងទេថាបើតាមមើលខ្មែរយើងក៏មិនចំទាស់ដែរក៏តែយើងក៏មិនដឹងថាតើអ្វីដែលថៃគេបានន័យថាឥឡូវចាំមើលដល់ពេលប្រជុំគណៈកម្មការ GBC នឹងសិនហើយពួកថៃហ្នឹងគេមានធ្វើពីណាទៅណាបាទនេះជាចំណុចសំខាន់អញ្ចឹងយើងឃើញថាខាងរាជរដ្ឋាភិបាលខ្មែរយើងដូចជាមិនទាន់មានប្រតិកម្មទេណាប្រហែលជាថៃគេធ្វើនៅក្នុងដីថៃរបស់គេក៏យើងមិនដឹងដែរបាទចំណុចកន្លែងនេះខ្ញុំក៏មិនទាន់ហ៊ានវាយតម្លៃឬបកស្រាយយ៉ាងម៉េចដែរគ្រាន់តែយើងយោងតាមព័ត៌មានពីប្រទេសថៃបាទក៏តែអ្វីដែលយើងចាប់អារម្មណ៍ពេលនេះចាប់អារម្មណ៍រឿងក្រមយុវជនដោយដែលប្អូនដោយដែលសុំទោសបាទដោយបងយមមឿនក៏បានលើកជាប្រធានបទខាងដើមមិញអញ្ចឹងគឺថាឥឡូវនេះយើងឃើញពួកក្រមយុវជននៅប្រទេសជប៉ុនហើយនិងពួកកូរ៉េបាទដែលមានបំណងរៀបចំធ្វើបាតកម្មថ្ងៃទី26បាទនេះតាមព័ត៌មានទេគឺថាគឺបដិសេធទៅនឹងកិច្ចព្រមព្រៀងណារវាងកម្ពុជានិងថៃដែលក្រោមអធិបតេយ្យភាពរបស់លោកប្រធានាធិបតីដូណាល់ J. ត្រាំហើយពួកគេបានចោទប្រកាន់ថារាជរដ្ឋាភិបាលហ្នឹងគឺកាត់ដីឲ្យថៃដើម្បីសន្តិភាពបាទនេះជាអ្វីដែលយើងស្ដាប់ទៅខ្ញុំយល់ឃើញថាពេលខ្លះក្រមយុវជនគាត់មានទស្សនៈអវិជ្ជមានបាទអវិជ្ជមានខ្លាំងពេកដោយសារតែទទួលមនោគមវិជ្ជាគេហៅថាប្រឆាំងជ្រុលនិយមដូច្នេះលែងគេហៅថាខ្វះការពិចារណាឥឡូវខ្ញុំគ្រាន់តែលើកហេតុផលខ្លះដើម្បីយកមកបញ្ជាក់ក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ជូនបងប្អូនជនរួមជាតិយើងទាំងក្នុងក្រៅប្រទេសដឹងថាយើងគិតមើលថាសូម្បីតែឥឡូវយើងលើកឧទាហរណ៍ថាសូម្បីតែចិត្តក្រុមប្រឆាំងខ្លួនឯងនេះណាយុវជនខ្លួនឯងនេះបាទខ្លាចបាត់បង់ទឹកដីដល់ម្លឹងហើយចុះឥឡូវតម្រាំអ្នកថ្នាក់ដឹកនាំប្រទេសតើគេមានគំនិតឬក៏គេមានអ្វីដូចយើងដែរទេចិត្តគំនិតអ្នកដឹកនាំនោះយើងឈឺចាប់ខ្លាចបាត់បង់ទឹកដីចុះយើងមិនគិតថាអ្នកដឹកនាំប្រទេសគេឈឺចាប់បាត់បង់ខ្លាចបាត់បង់ទឹកដីដូចតែគ្នាទេហើយយ៉ាងម៉េចអានេះចំណុចមួយដែលយើងគ្រាន់តែលើកមកពិចារណាបាទអញ្ចឹងពេលខ្លះយើងអវិជ្ជមានក្នុងខួរក្បាលយើងពេកហើយធ្វើឲ្យយើងនឹងគិតឃើញតែរឿងគេហៅថាមិនបានទទួលផ្លែផ្កាជាអ្វីដែលជាផ្លែផ្កាហើយនឹងអ្វីដែលជាការខិតខំប្រឹងប្រែងធ្វើទាំងអស់គ្នាណាបាទទាំងរាជរដ្ឋាភិបាលទាំងកងកម្លាំងប្រដាប់បានន័យថារាជរដ្ឋាភិបាលហ្នឹងគេមានកងកម្លាំងប្រដាប់អាវុធមានអាជ្ញាធរដែនដីដោយឡែកយើងជាប្រជាជនក៏យើងបានចូលរួមយ៉ាងសស្រាក់ស្រាំណាក្នុងការអញ្ចឹងបានន័យថាទឹកដីជាទឹកដីទាំងអស់គ្នាបាទអ្នកដឹកនាំក៏ជាដឹកនាំប្រទេសបានន័យថាដឹកនាំទឹកដីហ្នឹងដឹកនាំប្រជាជននៅក្នុងទឹកដីហ្នឹងបាទអញ្ចឹងក្រមប្រឆាំងក៏កើតចេញពីទឹកដីហ្នឹងដែរអញ្ចឹងក្រមប្រឆាំងយើងមិនមែនបន្ទោសទេអារឿងការខ្លាចបាត់បង់ទឹកដីប៉ុន្តែឥឡូវយើង
បើសិនជាដាក់ខ្លួនយើងជាអ្នកដឹកនាំវិញបានន័យថាយើងឈឺចាប់ប៉ុណ្ណឹងហើយក្នុងនាមយើងគ្រាន់តែជាប្រជាជនណាបាទជាយុវជនយើងឈឺចាប់ប៉ុណ្ណឹងចុះតម្រាំគ្នាអ្នកដឹកនាំប្រទេសសួរថាបាត់បង់ទឹកដីទៅឲ្យបរទេសហ្នឹងស្មានតែសบายចិត្តណាស់ទៅឧទាហរណ៍ថាអញ្ចឹងបាទអញ្ចឹងអ្វីដែលខ្ញុំចាប់អារម្មណ៍ពេលនេះខ្ញុំយល់ឃើញថាអបអរសាទរនឹងជ័យជំនះនៅអ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលរយៈកាលកន្លងមកនេះណាសំខាន់គឺយើងបានឈប់បាញ់គ្នាណាដោយសម្ដេចធិបតីព្រឹកមិញលោកបានមានប្រសាសន៍ច្បាស់លាស់ណាបើសិនតែនៅបន្តបាញ់គ្នាសួរថាតើជីវិតកងទ័ពយើងប្រជាពលរដ្ឋយើងធ្វើចំណាក់បានន័យថាជនភៀសសឹកហ្នឹងត្រូវរងការវេទនាយ៉ាងម៉េចលំបាកយ៉ាងម៉េចអានេះបើសិនជាមិនទប់ស្កាត់បាទហើយបើសិនជាគ្មានអន្តរាគមន៍ពីអន្តរជាតិមកជួយយើងអានេះជឿថាសង្គ្រាមក៏វាមិនអាចចប់បានដែរអានេះជាចំណុចសំខាន់ដែលយើងឃើញថារាជរដ្ឋាភិបាលខ្មែរយើងខិតខំប្រឹងប្រែងអ្វីដែលខ្ញុំចង់លើកឡើងពីជោគជ័យនៅពេលនេះគឺថាបានសម្រេចនៅកិច្ចព្រមព្រៀងមួយណាពីព្រោះយើងដឹងស្រាប់ហើយថាថៃគឺកិច្ចវេះដោយខ្ញុំបានឧស្សាហ៍និយាយតាមពីដើមមកអញ្ចឹងភាគីប្រទេសថៃគឺកិច្ចវេះមិនចង់ប្រើយន្តការអន្តរជាតិមិនចង់ប្រើច្បាប់អន្តរជាតិទេណាចង់ប្រើច្បាប់ប្រទេសខ្លួនឯងឃើញទេបាទបានប្រកាសច្បាប់អាញាសិទ្ធិចង់កាត់ទោសប្រជាជនខ្មែរយើងណាចង់កាត់ទោសប្រហារជីវិតប្រជាជនខ្មែរយើងសិតតែយកច្បាប់ប្រទេសខ្លួនឯងមកប្រើដើម្បីគំរាមកំហែងខ្មែរយើងអានេះជារឿងពិតដែលយើងបានឮហើយយើងបានឃើញទាំងអស់គ្នាណាបានឮទាំងអស់គ្នាប៉ុន្តែសកម្មភាពជាក់ស្ដែងយើងមិនទាន់ឃើញទេប៉ុន្តែគ្រាន់អ្វីជាការផ្សព្វផ្សាយអញ្ចឹងអ្វីដែលកម្ពុជាយើងប្រើគឺយើងប្រើយន្តការអន្តរជាតិណាដើម្បីគេហៅថាបើថៃគេប្រើកម្លាំងបាយយើងត្រូវទៅរត់ទៅរកកម្លាំងច្បាប់ឲ្យខ្លាំងជាងថៃឥឡូវនេះជោគជ័យអ្វីដែលខ្ញុំយល់ឃើញថាជោគជ័យគឺថាថៃគឺគេព្រមចូលរួមប្រជុំវិញនេះឃើញណាបាទអានេះជាចំណុចជោគជ័យធំបំផុតអ្វីដែលយើងមើលមិនឃើញណាពីព្រោះថៃអត់ចង់ប្រជុំទេណាកាលណាទៅលុបអនុសារណៈលុបអីអស់ទៅបានន័យថាគណៈកម្មការ RBC JBC GBC បានត្រូវរលាយទៅតាមអនុសារណៈនឹងទាំងអស់អញ្ចឹងយើងតាមព័ត៌មានអ្វីដែលយើងទទួលបានឃើញថាអ្វីដែលថៃចូលរួមមកប្រជុំវិញនេះជាភាពជោគជ័យហើយណាក្នុងការដោះស្រាយរឿងដីហ្នឹងអញ្ចឹងគ្រាន់តែចង់បញ្ជាក់ថាអ្វីដែលក្រមយុវជនគេកំពុងតែនឹងរៀបចំធ្វើបាតកម្មនោះបាទអានោះវាជាគំនិតអវិជ្ជមានជ្រុលអានេះតាមខ្ញុំយល់ទេបាទពីព្រោះថាឥឡូវបើសិនយើងបានប្រជុំគណៈកម្មការទាំងអស់ហ្នឹងដំណើរការឡើងវិញទៅគឺជារឿងដែលជោគជ័យបាទហ្នឹងសូមចូលរួមមតិតិចបាទដូចរឿងវែងតិចសូមអធិស្ឋានបាទអរគុណណាស់ដែលបកស្រាយវារបស់សក្តីបាទនៅពេលដែលសម្ដេចនរោត្តមសីហនុដួងតាលោកមិនបានចំណាយកងទ័ពយុទ្ធពលខេមរៈព្រំភូមិន្ទដែលមាន 20000 នាក់នៅពេលដែលបានឯករាជ្យហើយនឹងបង្កើតនាយកងយុទ្ធពលខេមរៈភូមិន្ទនៅពេលដែលសៀមបានកាន់កាប់ព្រះវិហារណាភាពឆ្លៀសវៃលួងតាគឺបានប្រើយន្តការ ICJ ឃើញទេដោយអត់បានប្រើកងទ័ពទៅវាយយកអរិញពីសៀមដែលកាន់កាប់ពីព្រះវិហារក្នុងទសវត្សរ៍ឆ្នាំ60រហូតបានព្រះវិហារមកកម្ពុជាវិញដោយតុលាការអន្តរជាតិយុត្តិធម៌នៅ ICJ អញ្ចឹងរាជរដ្ឋាភិបាលរបស់កម្ពុជាបច្ចុប្បន្នណាបើតាមគន្លងរបស់លួងតាដែលមានសម្ដេចបងនិងលួងតានាំមកសុខសន្តិភាពចំពោះបាទត្រឹមត្រូវបងត្រឹមត្រូវបាទឯកភាពឃើញប៉ុន្តែពួកជួលយមតែងតែប្រើនៅវេទិកានេះដើម្បីកេងចំណេញដែលបំរើដាច់ថ្លៃយកក្បាលពីបំរើថ្លៃដោយធ្វើប្រជាពិធដ្ឋយក$23ឯករាជ្យយកមកអនុវត្តនៅក្រៅប្រទេសយកឲ្យព្រុសតទៀតយើងមិនខ្វល់ទេព្រោះមនុស្សវាហៅថាកែក្រៅរបបអញ្ចឹង
រឿងបញ្ហាកន្លងមករាំងស៊ីបានធ្វើប្រជាពិធចំពោះការសាងសង់កងទ័ពជើងទឹកព្រៀងរាំងស៊ីដែលដឹងលើពិភពលោកចោទកម្ពុជារំលោភនៅធម្មនុញ្ញរបស់ត្រីភាគីឲ្យកងទ័ពចិនដាក់នៅក្នុងកម្ពុជានេះជាអំពើថោកទាបរបស់រាំងស៊ីហើយបានបន្តពីព្រោះរាំងស៊ីជាមនុស្សមួយគេហៅថាធ្វើនយោបាយគេហៅថាចងអាឃាតក្នុងស្នាក់រៀងវិភាគនយោបាយនិងនយោបាយប៉ុន្តែបច្ចុប្បន្ននេះជារឿងបញ្ហាប្រទេសថៃឆ្លៀនពៀនមកកាន់ចឹងរាំងស៊ីកន្លងមកគឺបានប្តឹងកាលពីជំនាន់ហើយកងទ័ពជើងទឹកព្រៀងឲ្យលុយប្រមូលលុយពីកាពីមកឲ្យមកហូវ៉ាន់យកមកធ្វើអីបច្ចាំនៅមុខកងទ័ពនៅមុខជំនាន់ចិនរឿងបញ្ហាកងទ័ពជើងទឹកព្រៀងរហូតទៅរឿងកម្មហាថាពេលរាំងស៊ីឯណាចំពោះរឿងបញ្ហានយោបាយជាមួយសម្ដេចអគ្គមហាសេនាបតីហ៊ុនសែនដែលលោកបានចូលរួមមានអេកស្ប្រេសចំពោះការដឹកនាំក្នុងក្រសួងការបរទេសតាំងពីអាយុ27ឆ្នាំហើយនឹងបានប្រូសេសស្គីមផ្ោះក្នុងគណៈរដ្ឋមន្ត្រីនៃ7មករាមិនមែនជាសមិទ្ធផលរបស់នរណាម្នាក់ទេគឺយើងទាំងអស់គ្នារួមទាំងខ្ញុំផងបើគ្មាន7មករាទេខ្ញុំមិនមែនត្រឹមតែចោលព្រៃគឺឆ្កែព្រៃសុទ្ធខ្ញុំសូមជម្រាបអញ្ចឹងរាំងស៊ីបានធ្វើប្រជាពិធណាដោយយកគេហៅថាកន្លងពីរឿងបញ្ហា23សាលាកិច្ចព្រមព្រៀងដែលពេលនោះដែលបងប្អូនជីឈីបាននិយាយថាគៀបសង្កត់ទៅលើបញ្ហាសេដ្ឋកិច្ចនៅទសវត្សរ៍ឆ្នាំ79មកដល់89នៅតែគណៈបកប្រជាជនផ្សាយមកពីរដ្ឋកម្ពុជាគឺមានគេហៅថាការវិច្ឆ័យរបស់សម្ដេចអគ្គមហាសេនាបតីហ៊ុនសែនបានប្រមូលគ្នាហើយនឹងផ្ដល់អវាទចរចារវាងសម្ដេចតាលួងតាព្រះប្រមាកាត់នាំមកសុខសន្តិភាពបច្ចុប្បន្ននេះទោះជារឿងបញ្ហារាំងស៊ីបានធ្វើចំពោះការកាត់ឆ្នាំកម្មករ EBA ក៏រដ្ឋាភិបាលនៅតែបន្តរហូតមានសមិទ្ធផលរីកយ៉ាងធំបំផុតលេខ1លើពិភពលោកចំពោះពលានយន្តហោះនេះខ្ញុំសូមជម្រាបនេះว่าប្រធានបទរឿងបញ្ហារឿងបញ្ហាសមិទ្ធផលដែលខ្ញុំជឿបានបំផ្លាញចំពោះសមិទ្ធផលរបស់គណៈបព្វជិជនដែលបានធ្វើកន្លងមកសាងកន្លងមកក្នុងកម្ពុជាដូច្នេះរាំងស៊ីអត់មានកៅអីនៅក្នុងអន្តរសភា IPU ទេតែរាំងស៊ីកំពុងតែធ្វើប្រជាពិធណាគ្រប់បែបយ៉ាងដូចខ្ញុំនិយាយមិញអញ្ចឹងវាអត់ប្រយោជន៍ទេទុកឲ្យព្រោះតាមតែអំពើចិត្តតែអ្នកឯងចង់ធ្វើទៅប៉ុន្តែគ្រាន់តែយើងត្រូវតែឆ្លើយតបនៅមតិនៃវិទ្យាដើម្បីសន្តិភាពទៅលើរឿងបញ្ហារាំងស៊ីនិងបកពួករាំងស៊ីចោទប្រកាន់រដ្ឋាភិបាលចំពោះរឿងបញ្ហាដើម្បីបដូរសន្តិភាពត្រូវកាត់ដីរបស់ខ្លួនទៅឲ្យបរទេសខាងប្រទេសថៃតែរឿងសង្ឃីចង្រៃដែលប្រាប់ទៅគេឲ្យគេកាប់ឆ្នាំងកម្មករវាការទៅសហរដ្ឋអាមេរិកគឺតែកម្ពុជាឲ្យកងទ័ពចិនយកមកដាក់នៅក្នុងកម្ពុជាប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់23ដុល្លារនេះជារឿងមួយដ៏គេហៅថាมันអាចទទួលយកបាននៅចំពោះរាំងស៊ីដែលបានធ្វើមកកម្ពុជាបច្ចុប្បន្ននេះអញ្ចឹងយើងរួមទាំងលើទាំងអស់គ្នាចំពោះរដ្ឋាភិបាលបានថ្លែងអំណរគុណទៅភាគីចិនសហរដ្ឋអាមេរិកហើយនឹងអាស៊ានក្នុងតំបន់ដែលផ្ដួចផ្ដើមពីការបត់ឈប់វិញដើម្បីសុខសន្តិភាពមិនតែមិនបានអីទៅឲ្យបត់ទេដោយបងជីឈីបាននិយាយអញ្ចឹងមតិអញ្ចឹងដោយពេលវេលាយើងមានកំណត់ដូច្នេះសូមឲ្យបងឧត្តមសេនីយ៍យ៉មឿនសូមមេត្តាមានមតិទូទៅលើប្រធានបទទាំងអស់សូមបងយកមកប្រាប់អង្គជនរួមជាតិក្នុងនឹងក្រៅប្រទេសឲ្យបានដឹងហើយនឹងរឿងបន្ថែមទៅរឿងអីមតិរបស់បងដែលបានឃើញនៅអង្គើទាំងឡាយដែលគេបានកំពុងតែបំពល់ទៅជួសជាតិថ្មីនៅក្រៅប្រទេសសូមគ្រប់ជួយបងមានមតិដើម្បីសន្តិភាពសូមគ្រប់ជួយបងដើម្បីបិទកម្មវិធី
ហើយនឹងជួបអូនជីសូមក្រុមជួយបងមតិទូទៅដែលបងមានសូមក្រុមជួយរឿងអ្វីដែលបងមានមតិ បាទវាអត់ឧទាហរណ៍បានអញ្ចឹងវាពីជាចុងក្រោយនេះក៏ខ្ញុំចូលរួមមតិបន្ថែមបន្តិចហើយក៏សូមពេលនឹងផ្ដាប់ផ្ញើថាអ្វីដែលពួកយើងទាំងអស់គ្នាបានលើកឡើងបញ្ជាក់ជូនទស្សនិកជនទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសថាតើកម្ពុជារាជរដ្ឋាភិបាលកម្ពុជាបដូរនឹងសន្តិភាពដោយសារកាប់ដីឲ្យទេបងប្អូនក៏យល់ថាវាមិនមែនទេអ្នកណាក៏គេស្ដាប់អ្នកណាក៏គេឃើញដែរសំឡេងអត់បានលាកទេអត់មានលាកទេអញ្ចឹងបងប្អូនមិនពិបាកជឿពួកមកស្ដាប់តូចទេវាជាសម័យរបស់ពួកក្បត់នឹងតែប៉ុណ្ណោះបាទខ្ញុំលើកទីមួយចឹងចំណុចឲ្យយល់ថាពួកនេះមិនបានចង់ឲ្យប្រជាជនកម្ពុជាដើម្បីដោះស្រាយរកសន្តិភាពទេវាមិនសប្បាយចិត្តទេណាពួកប្រឆាំងណាអត់សប្បាយចិត្តទេធ្វើមិនឲ្យខ្មែរនេះបែកបាក់ហើយបងប្អូនមិនយល់ទេចូលនទារបស់សំរងស៊ីឲ្យខ្មែរទើគ្នាបងពិនិត្យមើលទាំងអស់គ្នាយើងយកមកពិភាក្សាដូចខ្ញុំនិយាយដែរបងយើងពិចារណាមើលតាំងពីដើមរហូតដល់បច្ចុប្បន្ននេះពិសេសយើងមើលឃើញចក្រយារបស់សំរងស៊ីពេលដែលចោលស៊ីភ្លានស៊ូតាស៊ីមដែលសំរងស៊ីនៃកម្មទ្រកងយុទ្ធពលខេមរៈភូមិន្ទកម្មទ្ររដ្ឋាភិបាលខ្លះទេអត់ទើបទេសោះហើយកម្ពុជាសំរងស៊ីបានជួយទេដល់កងទើបដែរទេជាថវិកាជាការលើកទឹកចិត្តតែអត់ទៀតដូច្នេះបងប្អូនទ្រូយល់ទាំងអស់គ្នាថាឈប់សម័យទៅសំរងស៊ីនេះមិនដឹងក្រុមទាំងអស់នេះខ្ញុំមិនតែសំរងស៊ីមួយទេក្រុមសំរងស៊ីមិនដឹងយកមកធ្វើអីកើតទេអត់ដឹងយកធ្វើអីកើតទេមកពិចារណាបងប្អូនគួរពិចារណាទៅបាទមួយចំណុចមួយទៀតគឺចង់បញ្ជាក់បន្ថែមថាអ្វីដែលសម័យហើយមានការរៀបចំរបស់សំរងស៊ីមានការបង្កប់កម្លាំងមានការជួញដូរអីមួយជាមួយអីអតីតដែលអ្នកស្មោះត្រង់ជាមួយសង្គ្រោះជាតិនោះថាកុំសម័យអីបងប្អូនកូនគ្មានសង្ឃឹមទេបើសង្ឃឹមណាទី1រត់ចោលស្រុកទី2កុំបើកាលណាបងប្អូនកូនក្មួយហ៊ានណាបើបងប្អូនកូនក្មួយហ៊ានណាគ្រោះថ្នាក់មែនទេមានវិបដិសារីចំពោះជីវិតរបស់យើងតទៅអនាគតនេះជាការបន្ថែមចំណែកមួយទៀតក៏សូមថ្លែងអំណរគុណចំពោះអ្នករកស៊ីទាំងឡាយនៅក្នុងប្រទេសកម្ពុជាខ្ញុំឃើញចំណុចមួយដែលខ្ញុំសប្បាយចិត្តឃើញលោកជំទាវឡាយស៊ីជាអបឋមដល់កងទ័ពរបស់យើងដែលត្រូវដូររលាក្បាលនេះហើយខ្ញុំសប្បាយចិត្តជំនួសមកគឺថាគិតជួយលុយ$2000ហើយមានអ្នករស់ស៊ីផ្សេងទៀតជួយបន្ថែមទៀតទាំងអស់$5000ដែលត្រូវដូរគ្រូហើយគិតសប្បាយចិត្តដែលទើបដល់សម្បកគ្រូនេះបើជើងកំណត់សំរងស៊ីមានតែបន្តិចណាជួយ$2-3,000មកទៀតពិតជាល្អហើយខ្ញុំព្រោះថាអាចគេគ្រប់គ្រងខ្លះអាចគ្រប់គ្រងគឹមសុកមកហូវ៉ាន់មកមួសុកហួរមកដើម្បីជួយលើកទឹកចិត្តក្នុងទ័ពអានេះគេហៅថាខ្មែរស្រឡាញ់ខ្មែរតែនេះគិតតែនិយាយបោកប្រាស់ឥឡូវគេលេងជឿអស់ហើយអញ្ចឹងបានខ្ញុំសូមថ្លែងអំណរគុណប៉ុណ្ណឹងហើយអ្វីដែលខ្ញុំលើកបន្ថែមទៀតថាយើងទាំងអស់គ្នាជាកងកម្លាំងត្រូវតែរឹងមាំដាច់ខាតយើងការរៀបចំចរចាតាមនីតិវិធីតាមយន្តការគ្រប់បែបដើម្បីសន្តិភាពតែយើងអ្នកការពារដាច់ខាតត្រូវតែរឹងមាំបងប្អូនខ្ញុំផ្ដាំទៅថារឹងមាំណារឹងមាំពាក្យថារឹងមាំបងប្អូនយល់ហើយបាទអត់សំដែងបានទេណាបងប្អូនការពារជាតិណាត្រូវតែចេញពីបេះដូងហើយយើងទាំងអស់គ្នារួមគ្នាចាស់ជាមួយក្មេងរួមគ្នាដើម្បីការពារជាតិរបស់យើងសូមអរគុណសូមជម្រាបលាបាទអរគុណណាស់បងញោមឿនដែលបានដល់សូមញោមឿនទេតវិរៈយុទ្ធជនក៏បានមានប្រកាសបានអស់បាយនឹងផ្ដល់គិតបត់ដើម្បីឲ្យទូកូនដែលជីឈីមជាវិក្កាមិននៅតំបន់ពោធិ៍សាត់គឺបន្ថែមខ្ញុំសូមអនុញ្ញាតនឹងមើលមិនរបស់សនសវុតនឹងជាពលមិនដឹងជាក្មួយមិនដឹងជាបងទេ
និយាយអំពីរឿងដែលបន្តមកដែលដូចបងយកមានគាត់មានតាណារាំងស៊ីចិត្តអស់ថ្ងៃរកប្រកោតជ្រកលេខបានហើយព្រោះបារមីម្ចាស់ដីតាមរក្សាប្រាសាទព្រះវិហារតំបន់តូចតំបន់ធំប្រាសាទតាកបីនិងទឹកដីព្រៃក្រំខណាស់ត្រូវទទួលប្រឡាក់សាយ៉ាងតន់ហន់ដែលស្រាប់តៃហោងដូចទៅរបស់រាំងស៊ីដែលបានក្បត់ទៀតនៅលើបញ្ហាព្រះវិហារដែលគិតជាមួយនឹងឈាមបង្កើតខ្មែរសេរីត្រូវបានរាជាណាចក្រទី1ចាប់មកបាញ់ចោលមានទាំងពីរាំងស៊ីដែលបានងាប់តៃហោងពីរឿងចំណេះរឿងបោះហើយនឹងពីពេញចៅបរិអ្នកតាហើយចៅបរិនឹងស្រូវមួយដល់អវសាននៃជីវិតឲ្យជួបគ្រោះចង្រៃចុងក្រោយមិនអាចគេចផុតឡើយព្រោះទង្វើសំរងស៊ីបានពួតដៃជាមួយចៅសៀមដោយបងអាដាមសេរីយមឿនបានមានតាកន្លងមកបាបកម្មផ្លន់ទឹកដីនិងប្រមាថយកលិមួកមកបាញ់លើប្រជាជនកម្ពុជានៅលើទឹកដីកម្ពុជាដែលជាទឹកដីរបស់ដូនតាខ្មែររហូតប្រើច្បាប់ដូចបងជីឈីបានមានប្រសាសន៍អញ្ចឹងយកច្បាប់របស់ថៃមកអនុវត្តនៅកម្ពុជាដូចជាប្រមាថប្រព្រឹត្តដឹកនាំរកចាប់សម្ដេចហ៊ុនសែនហើយនឹងសម្ដេចហ៊ុនម៉ាណែតបើមានវត្តមាននេះចិត្តទៅរួចការទទួលបណ្ដាសានៅថ្ងៃអវសាននៃជីវិតប្រពៃជួបចង្រៃចុងក្រោយមិនអាចគេចផុតឡើយដោយសារទង្វើរបស់រំសំរងស៊ីបានធ្វើប្រជាពិធឲ្យក្មេងៗចិនស៊ីថ្មីណាដែលនៅមានកម្រិតចំពោះរឿងការបង្កើតនៃរដ្ឋាភិបាលឯករាជ្យ23ដុល្លារដើម្បីបន្តនៅនយោបាយចុងក្រោយចំពោះរាំងស៊ីសត្រូវចោលសៀមស្រីពៀនយកទឹកដីនិងធ្វើទណ្ឌកម្មមកលើប្រជាជនយ៉ាងវេទនាបាបកម្មផ្លន់ទឹកដីប្រមាថយកនិមុខមកធ្វើលើកម្ពុជាគ្រប់បែបយ៉ាងទាំងអស់គ្រប់កម្មវត្ថុដែលពួកឯងបានធ្វើបាបមកកម្ពុជាហើយបែរជាបង្វែរនៅសកម្មភាពជនរងគ្រោះនេះជាខមមិនរបស់បងប្អូននៅក្នុងឈ្មោះលោកសុនសមុទ្របាទអញ្ចឹងសូមអញ្ជើញបងប្អូនទីទីណាសរុបនៅទាំងអស់លើមតិខ្ញុំដើម្បីសន្តិភាពហើយនឹងបិទកម្មវិធីសូមគ្រប់ជើញបងប្អូនទីទីបាទសូមអរគុណសារជាថ្មីមុននឹងបិទបញ្ចប់កម្មវិធីវេទិការបស់ខ្ញុំវេទិកាមតិរបស់ខ្ញុំដើម្បីសន្តិភាពនេះបាទដោយយោងតាមពេលវេលាខ្ញុំគ្រាន់តែចូលរួមជាមតិសង្ខេបបាទបញ្ហារឿងសៀមនិងខ្មែរយើងនេះបើខ្ញុំពិចារណាទៅឃើញថាឥឡូវនេះគឺយើងមិនថាអ្នកណាឈ្នះឬអ្នកណាចាញ់ទេប៉ុន្តែគ្រាន់តែអ្វីដែលយើងកត់សម្គាល់ឃើញថាចំណុចសំខាន់គឺសៀមមិនហ៊ានឬទៀតទេណាបាទសៀមត្រូវតែចូលរួមប្រជុំទៅតាមយន្តការដែលត្រូវបានកំណត់ណាបាទគណៈកម្មការJBC GBC RBC បាទអ្វីដែលសៀមយល់ព្រមចូលរួមប្រជុំនេះខ្ញុំយល់ឃើញថានេះហើយជាភាពជោគជ័យរបស់រាជរដ្ឋាភិបាលខ្មែរយើងដែលយើងប្រើយន្តការច្បាប់អន្តរជាតិណាដែលមានសន្ធិសញ្ញានិងអនុសញ្ញាដើម្បីចងសៀមកុំឲ្យដើរចេញកិច្ចវេះពីច្បាប់អន្តរជាតិបាទចំណុចកន្លែងនេះមានន័យថាជាជោគជ័យមួយធំណាក្នុងការដែលអត់ធ្មត់ស្ងាត់ប៉ុន្តែគេថាដោយសម្ដេចធិបតីនិយាយថាស្ងាត់ប៉ុន្តែមិនស្ងៀមបាទស្ងាត់មែនប៉ុន្តែមិនស្ងៀមទេមានន័យថាធ្វើសកម្មភាពផ្នែកផ្លូវច្បាប់ណារហូតដល់យើងបានទទួលជ័យជំនះអញ្ចឹងយើងឃើញថាកិច្ចព្រមព្រៀងសន្តិភាពគេហៅថាសក្តីប្រកាសកិច្ចព្រមព្រៀងកាឡាឡាំពូរវាងខ្មែរនិងថៃនេះជាសមិទ្ធផលថ្មីមួយទៀតជាប្រវត្តិសាស្ត្រណាក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនរវាងប្រទេសខ្មែរយើងនិងថៃដែលមានមហាអំណាចចូលរួមបាទជាកិត្តិយសគឺលោកប្រធានាធិបតីដូណាល់ J. ត្រាំបាទអញ្ចឹងក្នុងនាមជាប្រជាជនខ្មែរបាទក៏សូមអបអរសាទរនិងសូមថ្លែងអំណរគុណបាទចំពោះលោកប្រធានាធិបតីដូណាល់ J. ត្រាំ
ហើយរួមទាំងលោកមហាអ៊ីវ៉ាអ៊ីមប្រាហ៊ីមបាទដែលជាប្រធានបដូវវេនរបស់អាស៊ានណាហើយនឹងប្រទេសជាមិត្តដទៃទៀតដែលបានសម្រុះសម្រួលក្នុងកម្មវិធីហ្នឹងដែលគេហៅថាក្នុងការធ្វើយ៉ាងម៉េចដើម្បីឲ្យបង្កើតបានជាកិច្ចព្រមព្រៀងសន្តិភាពមួយហើយអាចគេហៅថាអូសទាញភាគីប្រទេសថៃឲ្យចូលរួមប្រជុំបាទឲ្យដំណើរការនៃគណៈយន្តការនៃគណៈកម្មការទាំងអស់នឹងឡើងវិញបាទនេះជាភាពជោគជ័យមួយដែលយើងបានឃើញពិតប្រាកដបាទដែលជាគេហៅថារំលឹកឡើងវិញគឺថាជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលខ្មែរយើងនឹងហើយបាទដូច្នេះអមតិដែលបងប្អូនឬក៏ប្រជាពលរដ្ឋយើងមួយចំនួនដូចជាក្រមយុវជនដែលកំពុងតែធ្វើការនៅក្រៅប្រទេសដែលមានទស្សនៈអវិជ្ជមានចំពោះប្រទេសជាតិខ្លួនឯងបាទយើងសូមគេហៅថារងចាំមើលដំណោះស្រាយជាបន្តបន្ទាប់សិនបាទយើងកុំអាចដាក់កំហុសទាំងស្រុងពីព្រោះថាការដែលយើងចោទប្រកាន់ថាកាត់ដីកាត់អីឲ្យគេនេះអានេះវាមិនមែនជារឿងធម្មតាទេបាទពីព្រោះក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាយើងបានចែងច្បាស់ណាអារឿងកាត់ដីកាត់អីហ្នឹងអញ្ចឹងយើងកុំលេងក្បាច់ហ្នឹងបាទកុំឲ្យគេហៅថាជ្រុលនិយមតាមក្រមតណ្ឌិតសំរាំងស៊ីបាទនេះជាអ្វីដែលមតិចូលរួមចុងក្រោយបាទសូមអរគុណបាទមុននឹងបញ្ចប់ខ្ញុំសូមឲ្យអភិទោសចំពោះបងប្អូនជនរួមជាតិទាំងអស់នៅក្នុងនិងក្រៅប្រទេសមានការខ្វះខាតនៅបច្ចេកទេសពីព្រោះយើងត្រឹមតែធ្វើការផ្សាយផ្ទាល់នៅក្នុងការមតិខ្ញុំដើម្បីសន្តិភាពណាយើងធ្វើការផ្សាយផ្ទាល់ផងហើយនឹងវិវត្តខ្លួនទៅខាងមុខទៀតដើម្បីប្រឆាំងនៅចំពោះរឿងបញ្ហាទាំងបណ្ឌិតសំរងស៊ីដែលកំពុងប្រជាពិតនៅក្រៅប្រទេសសូមបងប្អូនជិះជិះឆ្ងាយដោយមានខមមិនរបស់យើងបានមានមតិកន្លងមកហើយចេះយើងដោយសារពីវេលាមានកំណត់យើងសូមគោរពលាបងប្អូនជនជាតិទាំងអស់ហើយសូមជូនពរដល់វិទ្យាទាំងពីរនៅតំបន់ភូមិសាស្ត្រហើយនិងបាត់ដំបងសូមឲ្យមានសុខភាពល្អបន្តនៅការងារក្រុមរបស់យើងតទៀតសូមអរគុណសូមជម្រាបលា